តាមអ្នកវិភាគនិងសេដ្ឋកិច្ចវិទូជាច្រើនហើយនឹងក្រុមហ៊ុនធំពាក់ព័ន្ធជាមួយនឹងមាសផងដែរតាមការមើលឃើញនឹងការព្យាករណ៍របស់អ្នកជំនាញយ៉ាងនោះគាត់បាននិយាយថាមាសអាចកើនឡើង$3,500នៅក្នុងមួយអោនបើយើងគិតជាតម្លឹងគឺ$4,200នៅក្នុងមួយតម្លឹងហើយបើយើងគិតជាគីឡូអាចទាំងដល់$12,200នៅឆ្នាំ2026នេះបងប្អូនដោយសារស្ថានភាពសេដ្ឋកិច្ចហើយនឹងការប្រែប្រួលនៅលំហូរទឹកប្រាក់ជាច្រើនទូទាំងពិភពលោកមិនថា stock market crypto ឬក៏រូបិយប័ណ្ណផ្សេងនោះទេអញ្ចឹងមាសនៅតែមានឱកាសឡើងខ្ពស់ជានិរន្តរ៍បន្ទាប់ពីលោកដូណាល់ត្រាំចូលកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សហរដ្ឋអាមេរិកជាឃើញថាមាសមានការកើនឡើងបន្តបន្ទាប់នេះគឺជាព័ត៌មានខ្លះៗដែលពាក់ព័ន្ធហើយនឹងមើលឃើញពីគោលដៅរបស់សេដ្ឋកិច្ចពិភពលោកហើយនឹងតម្លៃមាសផងដែរតែមុននឹងបងប្អូនស្ដាប់បងប្អូនជួយ share ខ្ញុំម្នាក់មួយដើម្បីធ្វើការ share វីដេអូនេះឲ្យខ្ញុំមានកម្លាំងចិត្តក្នុងការបង្កើតមាតិកាថ្មីនិងស្វែងរកព័ត៌មានដែលពាក់ព័ន្ធជាមួយនឹងតម្លៃមាសឬក៏ហាងឆេងអ្វីផ្សេងទាំងសេដ្ឋកិច្ចជូនបងប្អូនស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងមុននឹងការនិយាយបងប្អូនជួយ share មួយទៅហើយយើងនឹងនិយាយអំពីព័ត៌មានខ្លះៗពាក់ព័ន្ធជាមួយនឹងសេដ្ឋកិច្ចសង្គ្រាមពិភពលោកទាំងពីរគឺសង្គ្រាមសេដ្ឋកិច្ចហើយនិងសង្គ្រាមរបស់អ៊ុយក្រែនហើយនិងសមុទ្រខ្មៅផងដែរតោះអញ្ចឹងយើងទៅចូលស្ដាប់ទាំងអស់គ្នាតោះដំបូងយើងមកចូលនិយាយអំពីកត្តាសង្គ្រាមសេដ្ឋកិច្ចបងប្អូនយើងឃើញថារូបិយប័ណ្ណអាមេរិកក៏បានធ្លាក់ចុះនៅថ្ងៃសុក្របន្ទាប់ពីទិន្នន័យបង្ហាញថាអតិផរណាស្នូលឬក៏ PCE បានកើនឡើង 0.4% ក្នុងខែកុម្ភៈច្រើនជាងការរំពឹងទុកដែលបន្ថែមការភ័យខ្លាចនៃ stagflation បាទហើយអតិផរណាគឺដូចដែលបានរំពឹងទុកជាមួយនឹងការកើនឡើង 0.3% ការចំណាយរបស់អ្នកប្រើប្រាស់សហរដ្ឋអាមេរិកក៏បានស្ទុះងើបឡើងវិញក្នុងខែនេះផងដែរការស្រង់ស្ថិតិពីសាកលវិទ្យាល័យ Michigan បានបង្ហាញថាការរំពឹងទុកអតិផរណារយៈពេល12ខែរបស់អ្នកប្រើប្រាស់បានកើនឡើងដល់កម្រិតខ្ពស់បំផុតបាទហើយបន្តមកទៀតគឺភ្នាក់ងារព័ត៌មាន Bloomberg News បានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានរបស់ប្រទេសវៀតណាមដែលនិយាយអំពីការទម្លាក់ពន្ធមកត្រឹម 32% ពីចន្លោះ 44% ទៅ 64% នៅលើពន្ធរថយន្តឬក៏ពន្ធលើឧស្ម័នរាវធម្មជាតិនឹងត្រូវកាត់បន្ថយមកត្រឹម 2 ឬក៏ 5% បាទហើយអេតាណុលក៏កាត់បន្ថយមកត្រឹម 5 ទៅ 10% ដែរទំនិញកសិកម្មផ្សេងរួមទាំងផ្លែប៉ោមសាច់មាន់កកគ្រាប់អាល់ម៉ុននិងផ្លែស្ទ្រូប៊េរីផ្អែមក៏នឹងទម្លាក់ផងដែរនេះដើម្បីប្រទេសវៀតណាមជៀសវាងការដាក់ពន្ធបន្ថែមពីសហរដ្ឋអាមេរិកអញ្ចឹងជាផែនការសេដ្ឋកិច្ចរបស់គេក៏ជានយោបាយរបស់គេផងដែរគេកាត់បន្ថយមុនដែលលោកដូណាល់ត្រាំដាក់ពន្ធទៅប្រទេសដទៃផងដែរដែលនាំចូលសហរដ្ឋអាមេរិកណាដើម្បីបញ្ជាការមានវិវត្តដ៏ស្មុគស្មាញនិងមិនអាចទាយទុកមុនបាននៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ចពិភពលោកជាមួយនឹងគោលនយោបាយពន្ធគយខ្លាំងដែលប៉ះពាល់សេដ្ឋកិច្ចពិភពលោករួមទាំងប្រទេសវៀតណាមផងដែរបាទអញ្ចឹងហើយយើងឃើញថានៅថ្ងៃពុធទី25ក្រសួងការបរទេសចិនក៏ទទូចឲ្យសហរដ្ឋអាមេរិកឈប់គិតមកលើប្រទេសចិនតាមរយៈផ្នត់គំនិតបែបអន្តរភាពនិយមតទៅទៀតបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានហៅថាប្រទេសចិនគឺជាការគំរាមកំហែងកំពូលផ្នែកយោធានិង Cyber Crime ផងដែរសម្រាប់សហរដ្ឋអាមេរិកនេះបើយើងមើលការចេញផ្សាយតាមភ្នាក់ងារសារព័ត៌មាន Reuters ហើយទន្ទឹមគ្នានោះដែរចិនបានបន្ថែមថាចិនទទូចឲ្យសហរដ្ឋអាមេរិកឈប់ចូលពាក់ព័ន្ធនិងគាំទ្រដល់សកម្មភាពចង់បានឯករាជ្យភាពរបស់កោះតៃវ៉ាន់តទៅទៀតទៅគួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអង្គារសប្តាហ៍នេះអាមេរិកបានចេញរបាយការណ៍វិតម្លៃការគម្រាមកំហែងចំពោះខ្លួនដែលចងក្រងដោយសមាគមស៊ើបអង្កេតសម្ងាត់ហើយនៅក្នុងនោះបានប្រកាសចាត់ទុកប្រទេសចិនជាការគម្រាមកំហែងធំបំផុត
ចំពោះផលប៉ះពាល់របស់សហរដ្ឋអាមេរិកនិងទូទាំងពិភពលោកខណៈទីក្រុងប៉េកាំងកំពុងបន្តវឌ្ឍនភាពជាលំដាប់ក្នុងវិស័យយោធានិង Cyber Crime Donald Trump បានប្រកាសពីការដំឡើងពន្ធខ្ពស់លើផលិតផលនាំចូលពីបណ្ដាប្រទេសនានាដែលទិញប្រេងនិងឧស្ម័នរបស់ Venezuela ខណៈវិធានការនេះអាចនឹងប៉ះពាល់លើចិននិងឥណ្ឌាជាដើមក្នុងចំណោមប្រទេសដទៃយោងតាមបទបញ្ជារបស់លោក Donald Trump ដែលបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទការឡើងពន្ធខាងលើគឺក្នុងអត្រា 25% ហើយនឹងមានគោលដៅលើប្រទេសទាំងឡាយដែលទិញប្រេងនិងឧស្ម័នផ្ទាល់ឬដោយប្រយោលពីប្រទេស Venezuela ផងដែរបើលឿនបំផុតវិធានការនេះអាចនឹងចូលជាធរមានតែម្ដងគឺនៅថ្ងៃទី2ខែមេសាប៉ុន្តែរដ្ឋមន្ត្រីការបរទេសអាមេរិកក្រោមការពិគ្រោះយោបល់ជាមួយនឹងភ្នាក់ងាររដ្ឋាភិបាលផ្សេងទៀតមានសិទ្ធិកំណត់ថាតើវិធានការតម្លើងពន្ធនេះនឹងចេញដែរឬក៏អត់អានេះយើងចាំមើលសិនបងប្អូនអាចថានឹងចេញថ្ងៃ2ខែ4ហ្នឹងអញ្ចឹងមាសអាចប្រែប្រួលខ្លាំងសេដ្ឋកិច្ចពិភពលោកអាចនឹងកធាក់មកផ្សារទៀតទៅបាទហើយគួរបញ្ជាក់ផងដែរថាការដំឡើងពន្ធថ្មីខាងលើអាចប៉ះពាល់ដល់ចិននិងឥណ្ឌាខណៈក្រុមអ្នកជំនាញបាននិយាយថា Venezuela នាំចេញប្រេងទៅកាន់ប្រទេសទាំងនោះហើយក៏នាំចេញទៅកាន់សហរដ្ឋអាមេរិកផ្ទាល់ផងដែរនិងអេស្ប៉ាញកាលពីខែកុម្ភៈបើតាមក្រុមអ្នកជំនាញ Venezuela បានប្រកាសការនាំចេញប្រេងប្រហែល 50,000 បារ៉ែលក្នុងមួយថ្ងៃទៅកាន់ប្រទេសចិននិងប្រមាណ 24,000 បារ៉ែលទៅកាន់សហរដ្ឋអាមេរិកលោកត្រាំបាននិយាយថាពន្ធ 25% ថ្មីនេះនឹងបន្ថែមនៅលើអត្រាពន្ធដែលមានស្រាប់បាទនេះគឺជាព័ត៌មានសេដ្ឋកិច្ចខ្លះដែលពាក់ព័ន្ធជាមួយនឹងតម្លៃមាសអាចនឹងប្រែប្រួលនៅថ្ងៃមុខហើយក៏យើងនិយាយបន្តទៀតគឺបញ្ហាសង្គ្រាមទូទៅបាទដូចជាកត្តាសង្គ្រាមអ៊ុយក្រែនជាមួយនឹងរុស្ស៊ីអញ្ចឹងបាទអញ្ចឹងមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានអះអាងនៅថ្ងៃពុធថារុស្ស៊ីបានវាយប្រហារលើទីតាំងថាមពលអ៊ុយក្រែនយ៉ាងហោចណាស់ចំនួន8កន្លែងចាប់ពីថ្ងៃទី18ខែមីនានៅពេលដែលទីក្រុងមូស្គូព្រមព្រៀងផ្អាកការវាយប្រហារបែប30ថ្ងៃនេះបើយោងតាមភ្នាក់ងារសារព័ត៌មាន Reuters ដែរហើយអនុប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនលោក Zogowa ខ្ញុំអានអត់ចេះអានឈ្មោះគេបានថ្លែងប្រាប់ទូរទស្សន៍ជាតិថាការវាយប្រហារទាំងនេះបានកើតឡើងផ្ទុយពីការប្រកាសរបស់រុស្ស៊ីในឱកាសនោះលោកក៏បានបដិសេធសេចក្តីថ្លែងការណ៍របស់វិមានក្រឹមឡាំងដែលបានលើកឡើងថាមានលក្ខខណ្ឌមួយចំនួនត្រូវបំពេញមុនពេលកិច្ចព្រមព្រៀងសន្តិសុខដែនសមុទ្រខ្មៅដែលបានចរចាជាមួយសហរដ្ឋអាមេរិកអាចចូលជាធរមានហើយលោក Zogawa បានបញ្ជាក់យ៉ាងច្បាស់ថាគ្មានលក្ខខណ្ឌណាមួយត្រូវពិភាក្សាជាមួយរដ្ឋមន្ត្រីអាមេរិកនៅពេលដែលពួកគេបានព្រមព្រៀងលើបទឈប់បាញ់លើសមុទ្រខ្មៅជាមួយរុស្ស៊ីនោះទេក្នុងអំឡុងពេលកិច្ចចរចានៅប្រទេសអារ៉ាប៊ីសាអូឌីតកាលពីសប្តាហ៍មុនយើងឃើញថាប្រជាជនប៉ាឡេស្ទីនរាប់រយនាក់បានធ្វើបាតកម្មនៅលើភាគខាងជើងតំបន់កាហ្សាផងដែរដែលបានស្រែកពាក្យស្លោកហាម៉ាស់ចេញទៅដើម្បីទាមទារឲ្យឈប់និងបញ្ចប់សង្គ្រាមនេះគឺជាការបង្ហាញពីជាសាធារណៈដ៏កម្រនៃការប្រឆាំងទៅនឹងក្រុមហាម៉ាស់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ហើយដែលបានបង្កឲ្យមានសង្គ្រាមចុងក្រោយកាលពីខែតុលាឆ្នាំ2023នេះបើយោងតាមការចែងផ្សាយពីភ្នាក់ងារ Reuters ផងដែរហើយយើងឃើញថាសហរដ្ឋអាមេរិកបានផ្ដល់លក្ខខណ្ឌមួយចំនួនដែលខ្លួនចង់ឲ្យទីក្រុងដាម៉ាស់យកមកធ្វើជាថ្នូរដើម្បីនឹងការបន្ធូរបន្ថយផ្នែកខ្លះនៃទណ្ឌកម្មរួមទាំងការធានាមិនឲ្យជនបរទេសកាន់តំណែងខ្ពស់ក្នុងជួររាជរដ្ឋាភិបាលស៊េរីផងដែរនេះបើយោងតាមការចែងផ្សាយព័ត៌មាន Reuters ទៀតបាទអញ្ចឹងបន្ទាប់មកមន្ត្រីអាមេរិកនិងស៊េរីបាននិយាយថាឧបការីរងរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស៊េរីលោកស្រី Natasha បានផ្ដល់បញ្ជីដាក់លក្ខខណ្ឌនេះទៅឲ្យរដ្ឋមន្ត្រីការបរទេសស៊េរីលោក Assad al-Sibani ក្នុងកិច្ចប្រជុំមួយនៅខាងក្រៅសន្និសីទ
ទីក្រុង Brussels កាលពីថ្ងៃទី18ខែមិនិនាក្នុងចំណោមលក្ខខណ្ឌទាំងនោះគឺរួមមានការបំផ្លាញឃ្លាំងស្តុបអាវុធគីមីដែលនៅសេសសល់របស់ប្រទេសសេរីនិងកិច្ចសហប្រតិបត្តិការលើកិច្ចប្រឆាំងភេរវកម្មលក្ខខណ្ឌមួយចំនួនទៀតនោះគឺការទាមទារដើម្បីឲ្យមានការប្រកាសថាយុវជនដែលមិនត្រូវបានដំឡើងឲ្យមានការកាន់តំណែងខ្ពស់នៅក្នុងរចនាសម្ព័ន្ធគ្រប់វិស័យរបស់ប្រទេសសេរីសំទោសយុវជនបរទេសបាទប្រភពដែលទទួលបានមកដដែលបានឲ្យដឹងថាជាថ្នូរនឹងលក្ខខណ្ឌនេះក្នុងក្រុងវ៉ាស៊ីនតោននឹងផ្ដល់ការបន្ធូរបន្ថយទណ្ឌកម្មមួយចំនួនជាក់ស្ដែងអាចនឹងមានការដកចេញនៅវិធានការដាក់ទណ្ឌកម្ម2ឆ្នាំទៀតសម្រាប់ប្រតិបត្តិការជាមួយនឹងស្ថាប័នគ្រប់គ្រងរបស់ប្រទេសសេរីយ៉ាងនេះក្តីក្រសួងការបរទេសសេរីមិនបានឆ្លើយតបចំពោះសំណើក្នុងការអធិប្បាយនោះទេហើយយើងឃើញថារដ្ឋមន្ត្រីរបស់ប្រទេសសេរីលោក Sergei Lavrov បានថ្លែងថាមានតែការបញ្ជាបែបនេះទេដែលផ្ដល់ការធានារបស់រុស្ស៊ីត្រូវការភាគីនីមួយៗបានរិះគន់ភាគីម្ខាងទៀតដើម្បីការដួលរលំកិច្ចព្រមព្រៀងនៅឆ្នាំ2023ដែលមានគោលបំណងធានាសុវត្ថិភាពក្នុងការដឹកជញ្ជូនទំនិញនៅសមុទ្រខ្មៅបន្ទាប់ពីរុស្ស៊ីបានបញ្ជូនទាហានរាប់ម៉ឺននាក់ទៅកាន់អ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ2022ក្នុងការថ្លែងសន្និដ្ឋានតាមទូរទស្សន៍លោក Lavrov បាននិយាយថាយើងត្រូវការធានាច្បាស់លាស់ដោយសារបទពិសោធន៍ដ៏ជូរចត់ជាមួយកិច្ចព្រមព្រៀងក្នុងក្រុងគីវការធានាពិតប្រាកដគឺមានតែបញ្ជាពីក្រុងវ៉ាស៊ីនតោនទៅកាន់ Zelensky និងក្រុមរបស់គាត់ធ្វើជាសកម្មភាពជាក់លាក់នោះទេលោកបានបន្ថែមថាហើយវាហាក់ដូចជាខ្ញុំថាដៃគូរបស់សហរដ្ឋអាមេរិកយើងបានទទួលសញ្ញានេះហើយពួកគេក៏យល់ថាមានតែទីក្រុងវ៉ាស៊ីនតោនទេដែលអាចធានាបាននៅការបញ្ឈប់ការវាយប្រហារភេរវកម្មការបាញ់ផ្លោងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងធម្មពលដែលមិនពាក់ព័ន្ធនឹងវិស័យយោធាឧស្សាហកម្មហើយគូបញ្ជាក់ផងដែរយោងតាមសម្ដីលោក Lavrov រុស្ស៊ីនឹងយល់ព្រមលើបទឈប់បាញ់តាមដែនសមុទ្រលុះត្រាតែសហរដ្ឋអាមេរិកដាក់សម្ពាធខ្លាំងលើលោក Zelensky ហើយអាមេរិកមើលឃើញថាបទឈប់បាញ់តាមដែនសមុទ្រនេះជាជំហានឆ្ពោះទៅបទឈប់បាញ់ទូទាំងឡាយទាំងអស់បាទអញ្ចឹងនេះគឺជាព័ត៌មានដែលខ្ញុំដកស្រង់ចេញខ្លះនៅច្រើនទៀតខ្ញុំនឹងធ្វើបន្ថែមនៅថ្ងៃអង្គារឬក៏ថ្ងៃពុធនៅអ្វីដែលពាក់ព័ន្ធជាមួយនឹងរុស្ស៊ីនិងអ៊ុយក្រែនបន្ថែមលើបទឈប់បាញ់កិច្ចព្រមព្រៀង30ថ្ងៃនិងការដកហូតនៅសមុទ្រខ្មៅដែលការដឹកជញ្ជូននេះមានការឲ្យដឹកជញ្ជូនឡើងវិញហើយកុំឲ្យមានភេរវកម្មអីផ្សេងបាទអញ្ចឹងខ្ញុំមានប៉ុណ្ណេះសិនបងប្អូនយើងនឹងបន្តទៀតនៅថ្ងៃស្អែកចាំស្អែកបាទខ្ញុំនឹងធ្វើវីដេអូបន្ថែមទៀតអរគុណបងប្អូនទាំងអស់គ្នា